ហេតុអ្វីបានជាចក្រភពអង្គរជួយបង្កើតនគរឡានសាងមានហេតុផលសំខាន់ចំនួន3ដែលជាកត្តាជំរុញឲ្យព្រះបាទជ័យវរ្ម័នទី9ជួយព្រះអង្គម្ចាស់ហ្វាងុំបង្រួបបង្រួមដែនដីនគរតៃឡាវតូចជារាជាណាចក្រខ្លាំងពូកែមួយនៅអាស៊ីអាគ្នេយ៍ដីគោកគឺនគរឡានសាងមុននឹងឆ្លើយសំណួរនេះខ្ញុំសូមជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាមកស្វែងយល់អំពីរឿងរ៉ាវនៃនគរឡានសាងដែលបច្ចុប្បន្នជាសាធារណរដ្ឋប្រជាមានិតឡាវនគរឡានសាងត្រូវបានបង្កើតឡើងដោយក្សត្រឡាវព្រះនាមហ្វាងុំនៅក្នុងគ្រិស្តសករាជឆ្នាំ1352ពាក្យថាឡានសាងមានន័យថាដំរី1លានព្រះអង្គម្ចាស់ហ្វាងុំប្រសូតនៅក្នុងគ្រិស្តសករាជឆ្នាំ1316នៅតំបន់សៀនថុងនៃមឿងស្វាដែលសពថ្ងៃជាទីក្រុងហ្លួងព្រះបាទជារាជបុត្រាពៅក្នុងចំណោមរាជបុត្រទាំង4អង្គហ្វាងុំត្រូវបាននិរទេសចេញពីនគរមករស់នៅយសោធពរៈឬទីក្រុងអង្គរដោយហៅថាព្រះអង្គម្ចាស់ឡាវអង្គនេះជាមនុស្សចង្រៃដែលកើតមកមានលក្ខណៈសម្បត្តិខុសគេនៅរាជធានីអង្គរហ្វាងុំត្រូវបានព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នបរមេស្វរៈឬព្រះបាទជ័យវរ្ម័នទី9បានចាត់ទុកជាបុត្រាចិញ្ចឹមនិងបានចាត់ភិក្ខុមួយអង្គព្រះនាមព្រះមហាសាមណៈជាគ្រូបង្ហាត់បង្រៀនយុទ្ធសាស្ត្រសឹកសង្គ្រាមវិជ្ជាផ្សេងនិងជាពិសេសទស្សនៈពុទ្ធសាសនាថេរវាទដល់ហ្វាងុំលុះដល់ចម្រើនវ័យ16ឆ្នាំមហាក្សត្រអង្គរបានរៀបអភិសេកហ្វាងុំជាមួយបុត្រីព្រះអង្គព្រះនាមកែវឬព្រះនាងកែវយុទ្ធហ្វាជាសំនៀងឡាវក្រោយមកហ្វាងុំបានលើកទ័ពវាយយកមឿងស្វានិងនគរតៃតូចជាច្រើនបង្កើតបានជារាជាណាចក្រឡានសាងក្រោមការជួយជ្រោមជ្រែងពីបិតាក្មេកដែលជាព្រះមហាក្សត្រខ្មែរនៅពេលនោះចក្រភពអង្គរបានផ្ដល់កម្លាំងទ័ព 10000 នាក់ដើម្បីជួយហ្វាងុំបានវាយបង្ក្រាបនិងបង្រួបបង្រួមនគរឡាវតូចដាក់ក្រោមចំណុះរបស់ខ្លួនរួចប្រកាសឯករាជ្យបង្កើតរដ្ឋឡានសាងឡើងនៅគ្រិស្តសករាជឆ្នាំ1353គួររំលឹកដែរថាដើម្បីអបអរជ័យជំនះរបស់បុត្រប្រសាព្រះបាទជ័យវរ្ម័នទី9បានផ្ញើពុទ្ធបដិមាមាសដែលគេហៅថាព្រះបាងទៅតម្កល់ទុកជាវត្ថុសក្ការៈនៅនគរឡានសាងតាក់ទងនឹងការរីកចម្រើននៃលទ្ធិពុទ្ធសាសនានេះខ្ញុំសូមគូបញ្ជាក់ថាដោយមើលឃើញពីសភាពមិនប្រកបដោយធម៌របស់ប្រជាជនឡានសាងព្រះនាងកែវបានស្នើឲ្យព្រះស្វាមីព្រះនាងយកទ្រឹស្ដីពុទ្ធសាសនាមកអប់រំណែនាំប្រជាជនឲ្យប្រកបដោយធម៌និយាយជារួមគឺឈប់ធ្វើសង្គ្រាមប្រយុទ្ធកាប់សម្លាប់លួចទ្រព្យសម្បត្តិគ្នាតទៅទៀតត្រឡប់មកប្រធានបទរបស់យើងវិញបើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកត្រឹងងារលោកសុកសេដេសលោក Kenneth So និងឯកសារប្រវត្តិសាស្ត្រផ្សេងយើងអាចសំយោគទាញបានមូលហេតុ3យ៉ាងដែលស្ដេចក្រុងអង្គរជួយបង្កើតរាជាណាចក្រឡានសាងឡើងហេតុផលទី1គឺដោយសារចំនួនផ្ទៃក្នុងដណ្ដើមរាជសម្បត្តិបដិវត្តនយោបាយនិងចំនួនសាសនាដែលធ្វើឲ្យអំណាចរបស់អាណាចក្រអង្គរចុះខ្សោយមិនមានលទ្ធភាពទៅគ្រប់គ្រងនគរតូចដែលនៅឆ្ងាយនៅភាគខាងជើងដូចពីពេលមុនទៀតទេហេតុនេះហើយស្ដេចនៃយសោធពរៈយល់ឃើញថាមាននគរឡានសាងជាសម្ព័ន្ធមិត្តទៅគ្រប់គ្រងដែនដីភាគខាងជើងប្រសើរជាងទុកឲ្យពួកតៃឬម៉ុងហ្គោលគ្រប់គ្រងហេតុផលទី2គឺការឈ្លានពានពីនគរជិតខាងជាក់ស្ដែងរដ្ឋតៃរួមមានអយុធ្យាឡានណានិងសុខោទ័យបានប្រកាសឯករាជ្យនិងចាប់ផ្ដើមបើកយុទ្ធនាការវាទីចូលទឹកដីខ្មែរជាបន្តបន្ទាប់ប៉ុន្តែក្រោយស្ដេចហ្វាងុំប្រកាសឯករាជ្យនៃរដ្ឋឡានសាងឡើងហ្វាងុំបានបើកយុទ្ធនាការសង្គ្រាមវាយដៃវៀតដែលជាប្រទេសវៀតណាមបច្ចុប្បន្ននិងរដ្ឋតៃក្បែរខាងដែលក្នុងនោះមានអយុធ្យានិងឡានណាផងដែររដ្ឋតៃទាំងពីរនេះបានចុះចាញ់អំណាចរបស់ឡានសាងនិងបានថ្វាយសួយសារអាករដល់ឡានសាងជារៀងរាល់ឆ្នាំនៅត្រង់ចំណុចនេះសូម្បីតែស្ដេចអយុធ្យាក៏បានលើកបុត្រីមកធ្វើជាមហាសីទី2របស់ហ្វាងុំផងដែរដូច្នេះនៅពេលឡានសាងដែលជានគរសម្ព័ន្ធមិត្តខ្លាំងនោះអយុធ្យាក៏ញញើតនឹងវាយលុកទីក្រុងអង្គរផងដែរហេតុផលចុងក្រោយគឺមហារាជក្រុងអង្គរបានបង្កើតរដ្ឋទ្រនាប់
នៅភាគខាងជើងត្បិតចក្រភពម៉ុងហ្គោលបានឈ្លានពានប្រទេសជិតខាងទាំងអស់ឲ្យចុះញោមនិងស្ថិតនៅក្រោមអំណាចរបស់ខ្លួនសូមជម្រាបជូនថានៅសតវត្សទី13និងទី14រាជវង្សយ័នរបស់ម៉ុងហ្គោលបានកាន់កាប់ប្រទេសចិនវាយលុកដៃវៀតវាយលុកបាហ្គានរបស់ភូមាវាយលុកជប៉ុនកូរ៉េនិងបានគម្រាមកំហែងដល់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ដូច្នេះឡានសាងអាចនិយាយបានថាគឺជារដ្ឋទ្រនាប់ការពារអង្គរពីការវាយទីរបស់ម៉ុងហ្គោលម្យ៉ាងមិត្តភាពជាមួយឡានសាងនឹងជួយរក្សាសន្តិភាពនៅតាមព្រំដែនភាគខាងជើងរបស់អាណាចក្រអង្គរផងដែរសរុបមកមានហេតុផល3យ៉ាងដែលព្រះបាទជ័យវរ្ម័នទី9សម្រាប់ប្រទេសជួយព្រះអង្គម្ចាស់ហ្វាងុំបង្កើតនគរឡានសាងឡើងគឺទី1ដោយសារការចុះខ្សោយនៃអំណាចកណ្ដាលរបស់ចក្រភពអង្គរទី2ឡានសាងអាចជួយទប់ស្កាត់ការវាយប្រហារពីរដ្ឋតៃឬសៀមនិងទី3ឡានសាងគឺជារដ្ឋទ្រនាប់និងអាចរក្សាសន្តិភាពព្រំដែនភាគខាងជើងរបស់អាណាចក្រអង្គរសូមអរគុណចំពោះការតាមដានស្ដាប់ជួបគ្នានៅវីដេអូក្រោយ